សូមជូនកម្មវិធីជីវិតនិងលុយហើយហេតុអ្វីបានជាមនុស្សជាច្រើននៅក្នុងលោកនេះប្រឈមមុខទៅនឹងចំណោទបញ្ហាជីវិតច្រើនម្ល៉េះណោះហើយតើធ្វើយ៉ាងណាដើម្បីឲ្យជីវិតនេះមានភាពជោគជ័យនិងមានសេចក្តីសុខទៅណោះតើណែធ្វើយ៉ាងណាដើម្បីឲ្យជីវិតមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុណាហើយតើអ្នកក្រអ្នកមធ្យមនិងអ្នកមានគេមានផ្នត់គំនិតខុសគ្នាយ៉ាងដូចម្ដេចណាដើម្បីរកដំណោះស្រាយទាំងនេះសូមតាមដានស្ដាប់កម្មវិធីជីវិតនិងលុយដែលធ្វើការពិភាក្សានិងផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យចាប់ពីម៉ោង 12 ដល់ម៉ោង 1 ថ្ងៃត្រង់នៅស្ថានីយ៍វិទ្យុទន្លេរាជធានីភ្នំពេញនិងស្ថានីយ៍វិទ្យុក្រុងសៀមរាប FM 102.5 MHz សូមចូលរួមជាមួយនឹងយើងខ្ញុំនៅក្នុងកម្មវិធីនេះដើម្បីទទួលបានរង្វាន់ពិសេសកម្មវិធីនេះដឹកនាំដោយលោកអមសេងបូរ៉ាគាំទ្រការផលិតដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិអយកូក្រេឌីតវិទ្យាស្ថានអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានិងអង្គការករណាហ្វាន់អន្តរជាតិសូមកុំភ្លេចតាមដានស្ដាប់កម្មវិធីជីវិតនិងលុយធ្វើឲ្យជីវិតកាន់តែប្រសើរឡើងចា៎នាងខ្ញុំចត្រាជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីជីវិតនិងលុយសូមជម្រាបសួរអស់លោកលោកស្រីនិងកញ្ញាជាពិសេសព្រមទាំងប្រជាពលរដ្ឋទាំងអស់ដែលកំពុងតែតាមដានស្ដាប់ជាមួយនឹងកម្មវិធីជីវិតនិងលុយនេះផងដែរចា៎ចា៎តាំងនាមឲ្យគណៈកម្មការរៀបចំកម្មវិធីជីវិតនិងលុយសូមផ្ញើសេចក្តីនឹងរលឹកក៏សូមផ្ញើនៅការជម្រាបសួរទៅដល់ប្រជាពលរដ្ឋយើងទាំងអស់ដែលរស់នៅក្នុងភូមិក្បាលកោះលិចភូមិកណ្ដាលកោះភូមិចង្កោះលិចនិងភូមិកោះខ្សាច់ទន្លាដែលស្ថិតនៅក្នុងស្រុកស្អាតខេត្តកណ្ដាលទាំងអស់ជាទីគោរពរាប់អានចា៎នាងខ្ញុំក៏សូមគោរពស្វាគមន៍ដល់ប្រជាពលរដ្ឋទាំងអស់ដែលជាអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទូទាំងប្រជាជាតិកម្ពុជាដែលបច្ចុប្បន្ននេះយើងមានប្រហែលជា1លានគ្រួសារហើយចា៎ចាប្រិយមិត្តទាំងអស់គ្នានាងខ្ញុំក៏សូមជម្រាបដែរថាកម្មវិធីនេះគឺជាកម្មវិធីដ៏ពិសេសមួយដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រជាជាតិកម្ពុជាហើយកម្មវិធីនេះគឺមានសារៈសំខាន់ណាស់សម្រាប់អភិវឌ្ឍគំនិតនិងជីវិតរបស់បុគ្គលម្នាក់ៗឲ្យទទួលបានជោគជ័យនិងមានភាពកាន់តែប្រសើរឡើងផងដែរចា៎ចាកម្មវិធីនេះដឹកនាំឡើងដោយលោកអមសេងបូរ៉ាដែលលោកគឺជាប្រធានមជ្ឈមណ្ឌលអភិវឌ្ឍអគ្គនាយកនិងសហគ្រិនព្រមទាំងទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិអយកូក្រេឌីតវិទ្យាស្ថានអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានិងអង្គការករណាហ្វាន់អន្តរជាតិចាកម្មវិធីនេះនឹងធ្វើការផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យវេលាម៉ោង 12 ដល់ម៉ោង 1 ថ្ងៃត្រង់នៅវិទ្យុទន្លេរាជធានីភ្នំពេញនិងវិទ្យុក្រុងសៀមរាប FM 102.5 MHz ចាប្រិយមិត្តទាំងអស់គ្នាអាចទូរស័ព្ទចូលរួមនៅក្នុងកម្មវិធីរបស់យើងខ្ញុំបានដោយធ្វើការឆ្លើយនៅសំណួរដើម្បីទទួលបានរង្វាន់ពិសេសពីកម្មវិធីតាមរយៈលេខទូរស័ព្ទ017 999 126ចានាងខ្ញុំក៏សូមជម្រាបជូនដល់ប្រិយមិត្តទាំងអស់គ្នាផងដែរថាប្រព័ន្ធទូរស័ព្ទរបស់យើងគឺមិនអស់លុយអស់កាក់អីទេចាសម្រាប់ប្រិយមិត្តដែលប្រើប្រាស់ប្រព័ន្ធ012ដូចគ្នាណាចាហើយរង្វាន់របស់កម្មវិធីយើងផងដែរគឺមានវិទ្យុចំនួន2គ្រឿងដែលជារង្វាន់ពិសេសរបស់កម្មវិធីជីវិតនិងលុយចាប្រិយមិត្តទាំងអស់គ្នាកម្មវិធីរបស់យើងនៅថ្ងៃនេះយើងនឹងធ្វើការជជែកនិងពិភាក្សាពាក់ព័ន្ធទៅនឹងបញ្ហាការគ្រប់គ្រងលុយកាក់ផ្ទាល់ខ្លួននិងការគ្រប់គ្រងនៅក្នុងក្រុមគ្រួសារដែលយើងនឹងធ្វើការជជែកពិភាក្សាជាមួយនឹងវាគ្មិនពិសេសរបស់យើងគឺលោកអមសេងបូរ៉ាដែលលោកគឺជាអ្នកដឹកនាំនៅកម្មវិធីជីវិតនិងលុយនេះផ្ទាល់តែម្ដងចាចាពេលវេលាថ្មនេះប្រិយមិត្តរបស់យើងមួយចំនួនប្រហែលជាពិសានៅអាហារថ្ងៃត្រង់ជាមួយនឹងក្រុមគ្រួសារនិងមិត្តភ័ក្តិរួចរាល់ហើយប្រហែលជាកំពុងតែបរិភោគបណ្ដាស្ដាប់ជាមួយនឹងកម្មវិធីជីវិតនិងលុយរបស់យើងបណ្ដាផងដែរចា
ចាប្រិយមិត្តទាំងអស់គ្នាឥឡូវនេះនាងខ្ញុំសូមអនុញ្ញាតសម្ដែងសំណើជាមួយនឹងវាគ្មិនកិត្តិយសរបស់យើងបន្តិចសិនចាចាជំរាបសួរបងបូរ៉េជំរាបសួរគុណចិត្តណាចាឃើញថាសប្តាហ៍នេះគឺជាសប្តាហ៍ទី2ហើយជាលើកទី3ហើយដែលខ្ញុំមានឱកាសនិងមានសំណាងនៅក្នុងការជួបជជែកពិភាក្សាជាមួយនឹងបងបូរ៉េដែលជាអ្នកដឹកនាំនឹងនៅក្នុងកម្មវិធីជីវិតនឹងលុយនេះផងដែរចាចង់សួរទៅបងតិចបងពិសេសអាហារថ្ងៃត្រង់ហើយនៅបងចិត្តតែបងណាមានអារម្មណ៍ថាឃ្លានតិចនៅត្រៀមអាហារពេលព្រឹកនោះរៀងក្រាស់ក្រែលដែរចាមិនជាយូរទេគឺថាចាប់កម្មវិធីនេះគឺថាយើងមានការរស់រាន់ភ្លាមតែម្ដងចាអរគុណដល់បងបារ៉ាហើយដោយឡែកកាលពីសប្តាហ៍មុនយើងបានជជែកពិភាក្សាគ្នាតាក់ទងជាមួយនឹងការពង្រឹងគុណភាពនៃមុខរបរឃើញថាប្រជាពលរដ្ឋយើងដែលបានតាមដានស្ដាប់ជាមួយនឹងកម្មវិធីជីវិតនឹងលុយនេះគាត់បានទទួលបទពិសោធន៍ច្រើនមែនទែនតាក់ទងជាមួយនឹងដំបូន្មានល្អៗពីសំណាក់បងក៏ដូចជាការចែករំលែកនៅបទពិសោធន៍ល្អៗសម្រាប់ពួកគាត់នៅក្នុងការធ្វើយ៉ាងណាឲ្យមុខរបរគាត់កាន់តែរីកចម្រើនហើយមានប្រិយមិត្តយើងខ្លះហ្នឹងគាត់ថាមានលុយហើយមិនដឹងរកស៊ីអីចាហើយមានទស្សនៈមួយចំនួនទៀតគាត់បានលើកឡើងថាចង់រកស៊ីដែរប៉ុន្តែអត់លុយអត់មានលុយចាហើយតាមរយៈការបកស្រាយរបស់បងកាលពីសប្តាហ៍មុនបានបង្ហាញថាពេលខ្លះមកពីបុគ្គលផ្ទាល់ខ្លួនទេដែលគាត់មានទស្សនៈបែបនេះអ្នកខ្លះទៅគាត់ថាមកពីគាត់អត់លុយប៉ុន្តែដូចបងជាក់ស្ដែងបងលើកឧទាហរណ៍ថាចុះបើសិនជាចត្រាមានលុយ 10000 ចាសួរមកកាន់នាងខ្ញុំតែនាងខ្ញុំនឹងធ្វើអីតែជាក់ស្ដែងនាងខ្ញុំពិតជាអត់ដឹងមែនបើបានលុយ 10000 មកមិនដឹងជារកស៊ីអីចាសូមអរគុណដល់បងបារ៉ាហើយដោយសារតែថ្ងៃនេះប្រធានបទរបស់យើងនឹងជជែកពិភាក្សាតាក់ទងជាមួយនឹងការគ្រប់គ្រងលុយកាក់ផ្ទាល់ខ្លួននិងនៅក្នុងក្រុមគ្រួសារចាហើយដោយឡែកជាក់ស្ដែងបងខ្ញុំក្រឡេកទៅឃើញនៅក្នុងសង្គមយើងភាគច្រើនណាដែលគាត់មានទស្សនៈថាអ្នកខ្លះគាត់មានទស្សនៈថាលុយសំខាន់ណាស់អញ្ចឹងមនុស្សយើងមិនអាចរស់ដោយគ្មានលុយបានទេប៉ុន្តែមានទស្សនៈមួយទៀតគាត់បានលើកឡើងថាលុយមិនសំខាន់ទេចាអញ្ចឹងនាងខ្ញុំពិតជាមានចម្ងល់មែនតើនៅពេលនេះអញ្ចឹងជាឱកាសល្អដែលនាងខ្ញុំមានឱកាសចូលរួមនៅក្នុងកម្មវិធីជីវិតអង្លុយសូមជំរាបសួរទៅបងបារ៉ាតើបងអាចបកស្រាយបន្តិចតើបងមានទស្សនៈយ៉ាងណាចំពោះទស្សនៈរបស់ពួកគាត់ហ្នឹងចា៎បាទអរគុណច្រើនបងចត្រាដែលផ្ដល់នៅសំណួរដែលតែងតែយើងឮពីអ្នកនៅជុំវិញរបស់យើងចាប៉ុន្តែមុននឹងបងចាប់ផ្ដើមឆ្លើយបងប្រហែលជាចង់ដឹងពីទស្សនៈបងចត្រាសិនចាបងឮអញ្ចឹងតើបងយល់យ៉ាងម៉េចដែរចំពោះទស្សនៈនេះសម្រាប់នាងខ្ញុំគិតថាទស្សនៈទាំងពីរគឺសុទ្ធតែត្រឹមត្រូវពីព្រោះកលៈទេសៈខ្លះលុយវាពិតជាសំខាន់ដោយឡែកដូចយើងរស់នៅក្នុងសង្គមបច្ចុប្បន្នគឺយើងត្រូវការលុយដើម្បីដោះដូរទោះបីជាយើងត្រូវការទៅញ៉ាំអីនៅខាងក្រៅក៏យើងត្រូវការលុយចាយើងចង់បង្កើតមុខរបរមួយក៏យើងតតែយើងមានលុយដែរចាអញ្ចឹងលុយពេលខ្លះវាជាចំណែកមួយដែលសំខាន់នៅក្នុងជីវិតយើងដែរដូចបងបានជម្រាបកាលពីសប្តាហ៍មុនមួយទៀតដែលយើងបានជជែកគ្នាតាក់ទងមួយជីវិតនឹងលុយណាបងថាមាន8ចំណុចនៃការវាស់វែងភាពជោគជ័យរបស់បុគ្គលម្នាក់ហើយនៅក្នុងចំណុចមួយនោះគឺបងបង្ហាញថាភាពជោគជ័យខាងផ្នែកហិរញ្ញវត្ថុឬយើងអាចនិយាយងាយស្ដាប់ថាលុយកាក់ហ្នឹងឯងចាអញ្ចឹងខ្ញុំគិតថាលុយពេលខ្លះគឺសំខាន់តែចំណុចមួយទៀតលុយអត់សំខាន់វិញនាងខ្ញុំគិតថាដូចចំណុចខ្លះដែលភាគច្រើនខ្ញុំធ្លាប់ឮពេលដែលយើងជ្រើសរើសនរណាម្នាក់ឬក៏រាប់អាននរណាម្នាក់ពេលខ្លះយើងមិនមែនរាប់អានសម្លឹងឃើញលុយរបស់បុគ្គលមួយហ្នឹងទេចាសំខាន់បំផុតគឺសន្តានចិត្តរបស់មនុស្សម្នាក់នោះចាបាទប៉ុណ្ណឹងបងបាទអញ្ចឹងនេះជាការយល់ឃើញរបស់បងចត្រាដែលថាលុយសំខាន់ចាហើយពេលខ្លះក៏មិនសំខាន់ចាប៉ុន្តែខ្ញុំចង់ទាញចំណាប់អារម្មណ៍បងចត្រាថាឥឡូវនេះយើងកុំកលេចលើលុយអ្នកដទៃចាយើងនិយាយលុយខ្លួនយើងវិញណាតើពិតជាសំខាន់ដែរឬទេតែមិញបងនិយាយថាសម្ពោធខ្លួនឯងគឺពិតជាសំខាន់ណាស់នៅពេលយើងត្រូវការក្នុងការយកមកប្រើប្រាស់ជាតម្រូវការប្រចាំថ្ងៃរបស់យើងប៉ុន្តែនៅពេលដែលយើងរាប់អានញាតិផៅមិត្តភ័ក្តិអីជាដើមនោះហើយយើងកុំមើលលុយគេវាមិនសំខាន់ទេបាទប៉ុន្តែអាហ្នឹងរឿងរបស់គេណាបាទឥឡូវយើងកុំយើងទុកអាហ្នឹងម្ដុំសិនយើងមើលខ្លួនយើងវិញថាតើសម្រាប់លុយនេះជាហិរញ្ញវត្ថុតើវាពិតជាសំខាន់សម្រាប់ខ្លួនយើងដែរឬទេចាត្រង់ចំណុចនេះយើងខ្ញុំទទួលស្គាល់ថាលុយគឺពិតជាសំខាន់បាទចាពិតជាសំខាន់មែន
បាទតែពិតទៅយើងតែងតែឮមានបុគ្គលខ្លះលើកឡើងថាលុយមិនសំខាន់ទេចាហើយអ្នកខ្លះទៀតថាលុយសំខាន់ចាកន្លែងនេះការដែលយល់ឃើញរបៀបណានៅក្នុងគំនិតនៅក្នុងខួរក្បាលរបស់យើងយល់របៀបណាមើលឃើញរបៀបណាចាគឺវានឹងធ្វើឲ្យយើងគិតនិងសម្រេចចិត្តនិងប្រព្រឹត្តហើយចេញនៅលទ្ធផលយ៉ាងនោះដែរប្រសិនបើយើងយល់ថាលុយមិនសំខាន់ប្រហែលជាយើងមានមិនសូវឲ្យតម្លៃលុយទេមែនទេយើងនៅពេលដែលយើងថាលុយអត់សំខាន់យើងអត់ឲ្យតម្លៃលុយពេលដែលយើងអត់ឲ្យតម្លៃលុយគឺយើងអត់មានគោលដៅច្បាស់លាស់អត់មានគោលដៅខ្លាំងក្នុងការរកលុយទេមែនទេចាកន្លែងនេះខ្ញុំទទួលស្គាល់អានេះវាជាបញ្ហាមួយដែរអញ្ចឹងការដែលយើងទៅជែកអំពីរឿងលុយនេះវាទៅតាមស្ថានភាពពេលតាមពិតវាមានការពិភាក្សាមានការវែងញែកថាសំខាន់និងមិនសំខាន់ប៉ុន្តែអាការវែងញែកនេះវាមានផលប៉ះពាល់ទៅដល់គុណភាពជីវិតតែម្ដងការយល់ឃើញថាវាសំខាន់ឬក៏មិនសំខាន់ចំពោះអ្នកដែលយល់ថាសំខាន់វិញអ្នកដែលយល់ថាសំខាន់គឺលុយសំខាន់គាត់ចាប់ផ្ដើមគិតគាត់ចាប់ផ្ដើមរៀបចំគោលដៅគាត់ចាប់ផ្ដើមរៀបចំសកម្មភាពក្នុងការធ្វើដើម្បីរកនៅលុយនោះតែនៅពេលដែលយើងអត់ឲ្យតម្លៃទៅលើលុយថាវាសំខាន់គឺយើងប្រកាសជាមិនយកទៅដាក់មិនអើពើទេបាទអានេះជាចំណុចមួយនៃការសង្ខេបខ្លីទៅលើសារៈសំខាន់ថាសំខាន់ឬក៏មិនសំខាន់ហើយប្រសិនបើយើងក៏លេចមើលមកទៅលើគុណភាពជីវិតវិញថាតើគុណភាពជីវិតរបស់យើងរាល់ថ្ងៃនេះវាពឹងអាស្រ័យទៅលើអ្វីខ្លះពិតជាវាពឹងអាស្រ័យទៅលើអ្វីខ្លះណាដូច8ចំណុចដែលចត្រាលើកឡើងពីដើមទីតកតងទៅនឹងជោគជ័យហើយចំណុចមួយនៃភាពជោគជ័យនោះគឺភាពជោគជ័យទៅលើហិរញ្ញវត្ថុប្រសិនបើយើងមិនមានហិរញ្ញវត្ថុវាមានផលប៉ះពាល់ជាអវិជ្ជមានអីខ្លះដល់យើងក៏លេចមើលនេះសិនមុនយើងនិយាយថាសំខាន់មិនសំខាន់ប្រសិនបើយើងមិនមានហិរញ្ញវត្ថុមិនមានលុយកាក់ហ្នឹងតើវាមានផលប៉ះពាល់អ្វីបងអាចគិតមើលបន្តិចមើលតើពេលដែលបងឈឺបងត្រូវការលុយទេត្រូវការបងពេលដែលបងញ៉ាំណាពេលដែលបងញ៉ាំបងត្រូវការលុយទេពេលបងត្រូវការឈឺថ្កាត់ណាពេលសម្លៀកបំពាក់ហូបចុកណាសិក្សាការរៀនសូត្រណាទាំងឡាយហើយចូលរួមនៅក្នុងសង្គមតើយើងត្រូវការលុយកាក់នឹងដែរទេពិតជាសំខាន់មែនពិតជាត្រូវការមិនអញ្ចឹងអញ្ចឹងបើនៅពេលដែលយើងត្រូវការអញ្ចឹងហេតុអីបានយើងត្រូវការដោយសារតែពិភពលោកគេប្រើអីគេដោះដូរសេវាកម្មនៅពេលដែលយើងត្រូវការអាហារយើងដោះដូរអីដល់គេលុយពេលដែលយើងត្រូវការព្យាបាលយើងដោះដូរអីលុយពេលដែលយើងត្រូវការសម្លៀកបំពាក់យើងដោះដូរអីលុយបាទអញ្ចឹងយើងចង់រៀនក៏លុយអញ្ចឹងតើលុយសំខាន់ឬក៏មិនសំខាន់នៅក្នុងកលៈទេសៈហ្នឹងពិតជាសំខាន់មែនតើពិតជាសំខាន់ពិតជាសំខាន់ពីព្រោះលុយនៅខណៈពេលនេះគឺផ្សារភ្ជាប់ជាមួយនឹងជីវិតរបស់យើងផ្ទាល់តែម្ដងអញ្ចឹងហើយបានកម្មវិធីរបស់យើងគឺកម្មវិធីជីវិតនឹងលុយចាបាទក៏ប៉ុន្តែតកតងទៅនឹងភាពសំខាន់នៃលុយនេះផងដែរយើងយល់ថាលុយហ្នឹងវាសំខាន់ប៉ុន្តែថាធ្វើម៉េចដើម្បីឲ្យបានលុយហ្នឹងបានមានការលូតលាស់ហើយមានការលូតលាស់ជាបន្តបន្ទាប់ទៀតមិនមានផលប៉ះពាល់ជាអវិជ្ជមានមកដល់ខ្លួនឯងនៅថ្ងៃក្រោយមិនមានផលប៉ះពាល់ជាអវិជ្ជមានទៅដល់អ្នកជុំវិញមានបុគ្គលខ្លះឲ្យតម្លៃលុយណាប្រកាសណាស់លុយមានតម្លៃហើយយើងត្រូវតែឲ្យតម្លៃវាត្រឹមត្រូវហើយយើងត្រូវដឹងពីវិធីសាស្ត្រប្រភពដែលយើងត្រូវស្វែងរកលុយនេះដោយមិនមានផលប៉ះពាល់ជាអវិជ្ជមានមកដល់ខ្លួនឯងមកដល់ក្រុមគ្រួសារនិងមកដល់សហគមន៍ក៏ដូចជាអ្នកពាក់ព័ន្ធជុំវិញអញ្ចឹងនេះជាចំណុចមួយដែលយើងត្រូវពិចារណាតាមពិតការដែលនិយាយលើកឡើងថាលុយមិនសំខាន់គឺគាត់ខ្លាចថាដល់ពេលដែលយើងឲ្យតម្លៃលុយទៅយើងទៅប្រព្រឹត្តណាទៅលួចគេទៅប្លន់គេចង់បានលឿនពេកបាទចង់បានលឿនពេកអាហ្នឹងវាជារឿងមួយហើយណាតាមពិតអានោះគឺការលួចការឆក់ការប្លន់ហ្នឹងយើងធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃហ្នឹងមែនទេជោគជ័យហ្នឹងយូរអង្វែងទេមិនយូរអង្វែងទេប៉ុន្តែលុយសំខាន់នៅពេលដែលលុយហ្នឹងវាបានមកពីការខិតខំប្រឹងប្រែងបានមកដោយសុចរិតបាទសុចរិតដែលមានប្រភពត្រឹមត្រូវ
របស់វានោះចាបាទអញ្ចឹងនេះជាចំណុចមួយដែលខ្ញុំអាចសង្ខេបបានថាលុយពិតជាសំខាន់ហើយអ្វីដែលលើសពីនេះទៅទៀតនោះគឺថាការជោគជ័យហិរញ្ញវត្ថុនេះគឺថាយើងធ្វើម៉េចឲ្យបានហិរញ្ញវត្ថុនឹងបានច្រើនកាន់តែច្រើនដូចដែលធ្វើទៅបានចាប៉ុន្តែមិនទៅតាមវិធីសាស្ត្រឬក៏របៀបរបបដែលមានផលប៉ះពាល់ទៅដល់ជាអវិជ្ជមានមកដល់ខ្លួនឯងមកដល់ក្រុមគ្រួសារមកដល់សហគមន៍ឬក៏ពិភពលោកយើងទៅមុននោះទេចាអានេះគឺជាការឲ្យនិយមន័យឲ្យការឲ្យតម្លៃយ៉ាងពិតប្រាកដទៅលើលុយនិងផលប៉ះពាល់របស់វាទៅអ្នកនៅជុំវិញនោះចាសូមអរគុណដល់បងបារាចំពោះការបកស្រាយបាញ់មិញហើយនាងខ្ញុំជឿជាក់ថាប្រិយមិត្តមួយចំនួនដែលមានចម្ងល់ដូចជារូបនាងខ្ញុំរួមជាមួយនឹងទស្សនៈដែលបានលើកឡើងនេះប្រកាសជាទទួលបានអ្វីដែលបងបារាបានចែកចាយអំបញ្ញមិញហើយចាតែខ្ញុំចង់បន្ថែមពីលើនឹងទៀតបងដោយសារតែអ្នកនៅជុំវិញខ្លួនខ្ញុំជាពិសេសមិត្តភ័ក្តិដែលគាត់ធ្លាប់ស្គាល់ខ្ញុំធ្លាប់អាសាឮគាត់ល្អគាត់ថាអញ្ចឹងមិនដឹងមិនទេរាល់ថ្ងៃនេះចាយលុយសល់ថ្ងៃប៉ុន្តែចាយលុយអត់ដែរសល់លុយទេចាហើយដល់ចំណុចនេះចត្រៃធ្លាប់ដែរធ្លាប់អញ្ចឹងធ្លាប់ដែរតាបងមិនខុសគ្នាទេបងបងក៏ធ្លាប់អញ្ចឹងដែរពីមុនបាទពីមុនក៏ធ្លាប់ចាយលុយសល់ថ្ងៃអញ្ចឹងដែរចាហើយអស់លុយមុនចាបងកាលពីមុននាងខ្ញុំធ្វើការបានប្រាក់ខែតិចប៉ុន្តែមានគំនិតមួយគិតថាប៉ុណ្ណឹងគ្រាន់ណាតែបើសិនជាបានល្អច្រើនជាងនឹងទៀតកាន់តែល្អទៅពេលដែលបានទទួលការងារល្អជាងហ្នឹងប្រាក់ខែកាន់ច្រើនជាងហ្នឹងចាប់ដើមគិតទៅណាកាលមុនពេលបានប្រាក់ខែមកគេថាអូប្រហែលជាខ្ញុំលែងពិបាកអញ្ចឹងទៀតដែរដោយសារខ្ញុំបានប៉ុណ្ណេះខ្ញុំគិតថាគ្រប់ហើយតែទៅពេលជាក់ស្ដែងទៅពេលដែលខ្ញុំទទួលបានប្រាក់ខែដល់ប៉ុណ្ណឹងគឺនៅតែអត់គ្រប់ចាយគឺចាយលុយសល់ថ្ងៃដូចសពមួយដងអញ្ចឹងបងដូចយករឿងខ្ញុំមកនិយាយរឿងចាស់អញ្ចឹងតែនិយាយអញ្ចឹងទៅចេះតែចូលរឿងខ្លួនឯងទៀតណាបងណាចាហើយចំពោះទស្សនៈបងឥឡូវខ្ញុំជឿជាក់ថាបងប្រកាសជាមាន idea ល្អគំនិតអីល្អចែកចាយទៀតដែរអញ្ចឹងប្រិយមិត្តដែលគាត់ជួបប្រទះជាមួយបញ្ហាហ្នឹងគាត់កំពុងតែចាំស្ដាប់ហើយប្រហែលជាកំពុងតែយកប៊ិចយកសភៅអីមកអង្គុយចាំកត់ទៀតថាធ្វើម៉េចដើម្បីឲ្យគាត់ហ្នឹងចាយលុយហើយកុំឲ្យថាសល់ថ្ងៃធ្វើម៉េចឲ្យបានសល់លុយគេចាឥឡូវសូមទុកតួនាទីនេះឲ្យបងវាគ្មិនរបស់យើងគឺបងបារាដើម្បីបងបារាចែកជូនបទពិសោធន៍ល្អដល់ប្រិយមិត្តអ្នកស្ដាប់យើងទាំងអស់គ្នាផងដែរចា៎បាទនៅពេលដែលបងចិត្រាលើកឡើងនៅពីបញ្ហានេះគឺធ្វើឲ្យខ្ញុំនឹកឃើញបទពិសោធន៍ខ្លួនឯងដែរតែរឿងបងឯងគឺក៏មិនខុសពីរឿងមនុស្សជាច្រើនដែលកំពុងតែស្ដាប់វិទ្យុ FM 102.5របស់យើងនៅពេលបទនេះដែរគឺថាយើងខ្ញុំផងដែរនោះគឺថាយើងដំណាក់កាលនៃការលូតលាស់របស់យើងហ្នឹងគឺថាវាត្រូវតែឆ្លងកាត់ណានៅភាពដែលមិនច្បាស់លាស់មិនដឹងថាតើយើងគ្រប់គ្រងហិរញ្ញវត្ថុឬយ៉ាងម៉េចកាលពីខ្ញុំពីក្មេងយើងមានប៉ុណ្ណាយើងអាចចាយបានប៉ុណ្ណឹងមែនទេចាពេលដែលខ្ញុំចូលមហាវិទ្យាល័យខ្ញុំចាយដែលពុកម្ដាយផ្ញើមកណាគាត់ផ្ញើមកពីប្រចាំខែហ្នឹងមិនជាច្រើនដែរទេប៉ុន្តែយើងចាយគ្រប់ដែរចាបាទពេលដែលយើងចេញធ្វើការមកគឺថាប្រាក់ខែយើងមានប្រាក់ខែច្រើនជាងមុនចាច្រើនជាងមុនហើយយើងគិតថាយើងប្រៀបធៀបយើងសម័យមើលថាកាលយើងនៅរៀនយើងចាយតែបន្តិចហ្នឹងយើងចាយមួយខែអស់5-60000រៀលឬក៏កាលហ្នឹង5-60000រៀលកាលហ្នឹងក៏វាច្រើនដែរបងច្រើនហើយចាឥឡូវគឺថាចាយមួយខែអស់$50ចឹងណា20000រៀលអីចឹងចាពេលនៅរៀនប៉ុន្តែពេលចេញធ្វើការយើងគិតថាមុនចេញធ្វើការនោះយើងគិតថាប្រហែលជាបានប្រាក់ខែមក100ក៏សល់50ដែរចាដល់ក៏សល់50ហើយបើបាន200សល់150ហើយយើងគិតអញ្ចឹងប៉ុន្តែជាក់ស្ដែងមកចូលនៅក្នុងការងារជាក់ស្ដែងមកយើងអត់បានគិតនៅចំណាយមួយចំនួនទៀតដែលកើតឡើងដែលយើងអត់បានគិតទុកមុនហើយមួយទៀតក៏វានៅពេលដែលយើងមានការងារកិច្ចការច្រើនអញ្ចឹងគឺយើងមានការពាក់ព័ន្ធជាមួយមនុស្សច្រើនណានៅក្នុងសង្គមហ្នឹងក៏ធ្វើឲ្យយើងចំណាយច្រើនជាងមុនផងដែរចាចាប់ដើមមានប្រជាប្រិយភាពគេស្គាល់ច្រើនហ្នឹងហើយអញ្ចឹងអាហ្នឹងវាជាការគិតមួយពីមុនដែលយើងមិនធ្លាប់ដឹងចាហើយពេលដែលយើងចេះតែធ្វើការចេះតែលូតលាស់ទៅគឺយើងចេះតែចង់បានសល់លុយចង់មានចង់បានដែរក៏ប៉ុន្តែយើងអត់បានណារៀបចំអាការគ្រប់គ្រងហិរញ្ញវត្ថុយើងបានល្អនោះក៏ចេះតែអស់មួយខែអស់បងដល់ពេលមួយហ្នឹងបងបានធ្វើការឆ្លុះបញ្ចាំងណៃចុះបើអស់មួយខែអស់អញ្ចឹង
សល់អីទេបងអើយចា៎ព្រោះយើងត្រូវចែកទៅក្រុមគ្រួសារផងចែកទៅបងប្អូនផងហើយយើងខ្លួនឯងផងយើងចាយយើងចាយអត់បានគ្រប់គ្រងហេតុអញ្ចឹងវត្ថុរបស់យើងលុយកាក់របស់យើងចា៎យើងចេះចាយទេពេលខ្លះពេលអាំងតែខ្លួននៅលីវណាចា៎បាទចេះតែចាយទៅអត់មានគ្រួសារបាទអត់មានគ្រួសារណាអត់ទាន់មានប្រធានផ្នែកហិរញ្ញវត្ថុណាចា៎ចឹងយើងចេះតែចាយបាទចាយទៅតែមកដល់ចំណុចមួយគឺយើងគឺការឆ្លុះបញ្ចាំងពីខ្លួនឯងថាដូចអត់សល់អីសោះចា៎អញ្ចឹងបើសិនតែយើងនៅបន្តរបៀបនឹងទៀតតើយើងនឹងសល់អីហើយយើងនឹងជោគជ័យយ៉ាងម៉េចហើយយើងត្រូវការតែយើងគួរតែធ្វើម៉េចបាទយើងគួរធ្វើម៉េចទៅពេលយើងត្រូវការប្រពន្ធកូនចា៎យ៉ាងម៉េចយើងត្រូវពេលដែលកូនយើងកើតឡើងនោះវាយ៉ាងម៉េចទៀតវាត្រូវចំណាយទៀតពេលដែលយើងត្រូវឈឺថ្កាត់អីថ្ងៃមុខទៅយើងធ្វើម៉េចហើយយើងឃើញគេជិះឡានយើងឃើញគេជិះឡានយើងឃើញគេនៅវិឡាណានៅផ្ទះស្អាតស្អាតចា៎គឺយើងឃើញគេដើរទៅកំសាន្តនៅក្រៅប្រទេសនៅអីហ្នឹងយើងគិតថាយើងត្រូវតែពិចារណាឡើងវិញចឹងរបៀបរបបដែលយើងចាយវាលុយកាក់ហ្នឹងត្រូវមានការគិតគូរពិចារណាឡើងវិញពេលហ្នឹងខ្ញុំចាប់ផ្ដើមធ្វើការគិតគូរថាតើធ្វើម៉េចដើម្បីឲ្យមានការរីកចម្រើនហិរញ្ញវត្ថុចាចាអញ្ចឹងកន្លែងនេះខ្ញុំតាក់ទងទៅនឹងអាម្សិលមិញផងដែរចាបាទយើងតាមពិតដោយសារតែប្រភពហិរញ្ញវត្ថុរបស់យើងដែលយើងនិយាយថាយើងក្រនឹងក្រអីក្រលុយគឺក្រប្រភពលុយហើយអាប្រភពលុយនោះហើយដែលវាកំណត់នៅជោគវាសនារបស់យើងចាអញ្ចឹងយើងប្រសិនបើយើងប្រភពលុយយើងតូចប្រភពលុយរបស់យើងនឹងតូចយើងបានតូចចាហើយយើងចាយបើវាលះអស់ណាអាហ្នឹងបុតម្រូវការវាចេះតែមានហើយប្រភពតូចហើយបើសិនយើងអត់បានគិតគូរទៀតអត់បានពិចារណាទៀតអត់បានប្រយ័ត្នប្រយែងទៀតគឺក៏វាអស់ដែរអាចសល់ថ្ងៃដូចខ្ញុំអាចសល់ថ្ងៃហ្នឹងដែរចាអញ្ចឹងយើងក៏លេចមើលទៅប្រភពលុយយើងវិញទីមួយតើប្រភពលុយរបស់យើងហ្នឹងមានកម្រិតប៉ុណ្ណាចាតើវាថាប្រភពលុយហ្នឹងមាន2ម្សិលមិញមិនអញ្ចឹងហ៎តែប្រភពលុយទី1គឺយើងធ្វើការឲ្យគេចាធ្វើការឲ្យគេបម្រើសេវាកម្មឲ្យគេដើម្បីត្រឡប់មកវិញនៅលុយកាក់ជាប្រាក់ខែជាប្រាក់លើកទឹកចិត្តអីជាដើមជាងប្រសិនបើកិច្ចការយើងតូចមានន័យថាប្រភពលុយយើងតូចដែរចាលុយយើងរកបានតិចបើកិច្ចការយើងធំការងារយើងតំណែងធំជាប្រធានជាអគ្គនាយកគឺយើងប្រភពលុយយើងធំអញ្ចឹងត្រូវទី1ដើម្បីកុំឲ្យសល់ថ្ងៃត្រូវប្រឹងរកហិរញ្ញវត្ថុរបស់យើងហ្នឹងប្រភពលុយហ្នឹងឲ្យធំជាងមុនត្រូវចេះកសាងប្រភពត្រូវបង្កើតប្រភពឲ្យកាន់តែធំកុំធ្វើអាតដែលការងារតដែលក្នុងតំណែងតដែលហើយចាយសល់ថ្ងៃហើយត្អូញសល់ថ្ងៃអាហ្នឹងវារឿងមួយហ្នឹងមែនទេចាបាទអញ្ចឹងទី1វាតកតងទៅនឹងប្រភពហិរញ្ញវត្ថុហ្នឹងចាអញ្ចឹងប្រភពហិរញ្ញវត្ថុទី2គឺយើងអាចធ្វើជាម្ចាស់គេហៅថាមុខរបរចាហើយម្ចាស់មុខរបរហ្នឹងវាមាន3លក្ខណៈទៀតបងចាមាន3លក្ខណៈទី1យើងអាចផ្ដល់សេវាកម្មរបស់យើងបើយើងមិនទាន់បើកជាក្រុមហ៊ុនអីណាចាយើងមានចំណេះជំនាញស្អីប្រហែលជាដូចបងចត្រាអញ្ចឹងចាយើងក្រៅម៉ោងណាចាយើងថាអាហ្នឹងលក្ខណៈខ្នាតតូចមួយដែលយើងធ្វើជាគេហៅ self employed ហ្នឹងភាសាអង់គ្លេសថា self employed មានន័យថាយើងត្រូវលក់ខ្លួនឯងលក់ខ្លួនហ្នឹងមិនមែនលក់ខ្លួនអីទេគឺថាខ្លាចប្រិយមិត្តយើងគាត់ច្រឡំមែនទេមិនលក់ខ្លួនហ្នឹងគឺមានថាយើងបម្រើសេវាកម្មអាចចំណេះដឹងជំនាញរបស់យើងមាននោះធ្វើការក្រៅម៉ោងបន្ថែមណាដើម្បីបង្កើតបាននៅប្រាក់ចំណូលណាឬអ្នកខ្លះគឺគាត់ឈប់ធ្វើការឲ្យគេតែម្ដងគាត់មកធ្វើអាហ្នឹងតែម្ដងបើពេលដែលគាត់ធ្វើទៅបានល្អណាដើម្បីឲ្យហិរញ្ញវត្ថុនោះបានប្រសើរជាងមុនអាហ្នឹងគេហៅ self employed ហ្នឹងគឺការជួលខ្លួនឯងធ្វើមេខ្លួនឯងធ្វើកូនចៅខ្លួនឯងណាហើយវាអាចពេញម៉ោងឬក៏ក្រៅម៉ោងចាហើយមុខរបរដែលធ្វើជាប្រភពលុយកាន់តែធំជាងនេះទៅទៀតគឺយើងត្រូវបង្កើតមុខរបរមិនអញ្ចឹងចាកាលណាយើងមានមុខរបរយើងឲ្យគេយើងរើសបុគ្គលិកអីមកធ្វើការដើម្បីឲ្យកិច្ចការដែលយើងធ្វើនោះកាន់តែបានច្រើនមិនអញ្ចឹងយើងមានខ្លួនតែមួយដៃតែមួយហើយដៃមួយដៃពីរជើងពីរអញ្ចឹងគឺថាយើងធ្វើមានកម្រិតណាពេលវេលាយើងមានកំណត់ដូចគ្នាអញ្ចឹងយើងត្រូវគៀងក៏ធនធានមនុស្សណាយើងត្រូវចេះបង្កើតជាមុខរបរនោះឲ្យមានប្រភពហិរញ្ញវត្ថុមួយ
ធំជាងមុនប៉ុន្តែដើម្បីធ្វើអានឹងបានក៏ត្រូវការកសាងដែរត្រូវការកសាងនៅមុខរបរនេះដែរមិនជប់បានទេណាចា៎បាទហើយប្រភពហិរញ្ញវត្ថុមួយទៀតតើយើងវិនិយោគណាយើងអាចយកហិរញ្ញវត្ថុរបស់យើងដែលមានទៅវិនិយោគណាយើងវិនិយោគលើអីយើងអាចអ្នកខ្លះគេយកទៅចងការចា៎អ្នកខ្លះតុងទីនអ្នកខ្លះទិញដីប្រជាពលរដ្ឋយើងខ្លះគាត់ចិញ្ចឹមជ្រូកចា៎ចិញ្ចឹមទាចា៎យើងវិនិយោគលើអីផ្សេងៗទៀតដែលអាចអ្នកខ្លះចូលហ៊ុនជាមួយគេរ៉ូស៊ីអីផ្សេងទៀតចា៎ដែលអ្នកខ្លះគាត់ទិញផ្ទះទៅជួលឲ្យគេណាទិញផ្ទះជួលឲ្យគេអ្នកខ្លះវិនិយោគសហការជាក្រុមហ៊ុនអីផ្សេងៗទៀតជាមួយអ្នកដទៃជាដើមចា៎អញ្ចឹងអាហ្នឹងគឺជាប្រភពហិរញ្ញវត្ថុអញ្ចឹងសំខាន់គឺថាប្រភពហិរញ្ញវត្ថុយើងឲ្យខ្លាំងយើងអត់សូវបារម្ភរឿងនេះចាយវាហ្នឹងចាយទុកចាយយើងចាយលើហ្នឹងក៏អត់អីដែរចាព្រោះយើងចេះរកបាទយើងចេះរកចាសំខាន់ឲ្យយើងចេះរកចាយសល់ថ្ងៃហ្នឹងទី1យើងអាប្រភពលុយរបស់យើងការចេះរករបស់យើងហ្នឹងវាមានកំណត់មានកម្រិតអញ្ចឹងត្រូវបង្កើននៅសមត្ថភាពសក្តានុពលរបស់ខ្លួនត្រូវបង្កើននៅប្រភពហិរញ្ញវត្ថុហ្នឹងឲ្យខ្លាំងចឹងអាហ្នឹងចំណុចទី1ចាចំណុចទី2ដែលយើងមានការលំបាកមកដែរគឺជួនកាលលុយយើងច្រើនដែរចាមែនទេលុយយើងចំណូលមកអាចច្រើនប៉ុន្តែនៅតែអត់សល់ទៀតចាអាហ្នឹងមកពីជួនកាលយើងចាយផ្លេចគិតហ្នឹងបងថាចាយផ្លេចគិតចាយខុសខ្ទង់ណាគឺក៏ចាយអត់បានគិតណាចាយតាមចំណង់ណាចាយគេទិញនឹកឃើញអីចាយហ្នឹងនឹកឃើញអីចាយហ្នឹងចង់តាមសបាយតាមចំណង់ហើយគេថាពេលខ្លះយើងទិញរបស់ដែលជាបំណុលណាទិញអាណាមិនគួរទិញយកមកទិញខ្លះយើងមានហិរញ្ញវត្ថុលុយកាក់យើងតិចប៉ុន្តែយើងទិញយើងចង់លេងទូរស័ព្ទម៉ូតទូរស័ព្ទចាហើយយើងទិញដូរម៉ូតរហូតដូរម៉ូតព្រោះអត់ទិញឲ្យលក់ទិញឲ្យលក់ខាតចាបងខាតហើយអ្នកខ្លះទៀតចង់ហឺហាអញ្ចឹងយើងទិញឡានទិញអីដោយអាលទ្ធភាពរបស់យើងនោះវានៅមានកម្រិតចាបាទតាមពិតយើងគួរតែលាកពាក់ស្អាតគួរតែចាយលើឡានលើវិឡាលើអីអញ្ចឹងហើយប៉ុន្តែយើងមើលហិរញ្ញវត្ថុយើងសិនណានៅពេលដែលហិរញ្ញវត្ថុយើងអត់អាចគ្រប់គ្រងបានយើងទៅបដោតឃើញគេហឺហាយើងតាមគេណាយើងតាមគេនេះយើងមានអីអត់ធ្វើបាបខ្លួនឯងធ្វើបាបខ្លួនឯងវិញទេអញ្ចឹងយើងអានឹងមានថាចាយលើសសមត្ថភាពចាយលើសសមត្ថភាពអញ្ចឹងយើងត្រូវមើលមានការតែប្រយ័ត្នប្រយែងក្នុងចំណាយមើលអាចំណាយណាដែលមិនចាំបាច់ចំណាយណាដែលវាជាបំណុលណាជួនកាលអ្នកខ្លះទិញទ្រព្យសម្បត្តិចូលមកដាក់ក្នុងផ្ទះគឺថាជាទ្រព្យសម្បត្តិប៉ុន្តែមិនមែនជាទ្រព្យសម្បត្តិទេពេលខ្លះជាបំណុលវិញទិញឡានចាស់ចាយកមកធ្វើរហូតជួសជុលរហូតគេដែរចាតែជួសជុលរហូតចាឈឺរហូតណាព្យាបាលហើយអត់ចេះជាសោះហើយអាហ្នឹងជាការគ្រប់គ្រងមួយលើចំណាយចាមួយទៀតលើមុខរបររបស់យើងប្រភពចំណូលពីមុនត្រឡប់ទៅដើមវិញធ្វើម៉េចគ្រប់គ្រងចំណាយចំណូលហ្នឹងគ្រប់គ្រងចំណាយហើយឲ្យមានជាចំណេញចាបាទមានជាចំណេញតើឲ្យមានចំណេញបានវាសល់មិនអញ្ចឹងចំណូលត្រូវមានចំណូលយើងកាត់ទូទាត់រត់សើយចំណាយចេញអស់ទៅបានវាសល់អាចំណេញហើយជាសំណាងហ្នឹងចឹងចំណេញហ្នឹងទៅយើងអាចចំណេញហ្នឹងបើចាយមិនប្រយ័ត្នអស់ទៀតបាទទុកដាក់មិនប្រយ័ត្នអស់ទៀតអាចគេលួចក៏ថាបានអាចនៅឃើញលុយនឹងដៃនៅឃើញចាយក៏ថាបានចឹងទៅចេះមានគំនិតវប្បធម៌ក្នុងការសន្សំសំចៃចឹងទៅចេះសន្សំសំចៃទៅលើអ្វីដែលយើងខំរកបានហ្នឹងទុកដាក់យើងហៅទុកដាក់ណាសំទុកដើម្បីយើងវិនិយោគទៀតមិនមែនសំទុកចោលទេមិនចឹងយើងសំទុកចោលហ្នឹងគឺអត់ប្រយោជន៍គឺថាយើងបានអាហ្នឹងនេះមកយើងគិតថាយើងចង់ធ្វើអីទៅមុខយើងមើលយើងមានគោលដៅយើងត្រូវមានគោលដៅទៅមុខបើអត់មានគោលដៅច្បាស់លាស់ចេះចាយហើយព្រោះអត់មានគោលដៅផងអត់បានគិតផងចឹងមនុស្សយើងត្រូវមានគោលដៅគោលដៅយើងចង់ធ្វើអីចង់ធ្វើយើងដឹងថាចង់ឲ្យមានតើធ្វើមានមុខរបរមិនចឹងចឹងធ្វើមុខរបរក៏វាមានត្រូវការដើមទុនដែរមិនចឹងហើយត្រូវការសន្សំណាត្រូវការសន្សំដើម្បីយើងអាចចាប់ផ្ដើមមុខរបរណាមួយដែលយើងចង់បានឬក៏សហការបើតាមទុនយើងនៅតិចក៏យើងអាចសហការជាមួយគេផ្សេងទៀតឬក៏យើងវិនិយោគទៅលើលុយដែលយើងសន្សំបានទៅលើអីផ្សេងអាចថាជារបស់អាចថាជាមុខរបរឬក៏អាចជាដាក់នៅក្នុងធនាគារអីក៏ថាបានដែរបើសិនជាយើងចង់វិនិយោគដោយគេថាមិនខាតបង់ឬមិនភ័យខ្លាចក្នុងការបារម្ភប៉ុន្តែវាបានផលតិចចាអញ្ចឹងអាហ្នឹងវាប៉ុន្តែ
វាមានន័យថាយើងយកទៅដាក់ធនាគារក៏ជារឿងមួយល្អដែរសុវត្ថិភាពបាទសុវត្ថិភាពផងហើយធ្វើឲ្យយើងនឹងលុយយើងក៏ទៅហើយបានការប្រាក់ផងហើយយើងអាចដល់ពេលយើងត្រូវការមុខរបរនោះយើងទៅដោះយកមកធ្វើមុខរបរវិញទៅចាបាទហ្នឹងក៏វាជួយទៅដល់ក្រុមគ្រួសារហើយវាជួយសេដ្ឋកិច្ចជាតិលុយនឹងវាចរាចរណ៍ផងដែរអញ្ចឹងនៅក្នុងហ្នឹងគឺតាក់ទងទៅនឹងហិរញ្ញវត្ថុហ្នឹងគឺវាតាក់ទងទៅនឹងប្រភពចំណូលគ្រប់គ្រងចំណាយហើយឲ្យមានចំណេញចេះសន្សំហើយចេះយកលុយនេះសន្សំនោះវិនិយោគលុយបង្កើតលុយចេះប្រើលុយហ្នឹងដើម្បីឲ្យលុយរបស់យើងកើតពេលដែលយើងត្រូវការមុខរបរយើងចេះយកលុយដែលយើងមាននោះមកធ្វើជាដើមទុនខ្វះលុយយើងអាចខ្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្ចីធនាគារណាដែលអ្នកពាក់ព័ន្ធនៅក្នុងវិស័យហិរញ្ញវត្ថុនោះយើងអាចយកមកធ្វើឲ្យមុខរបររបស់យើងហ្នឹងកាន់តែធំទៅចាអញ្ចឹងជារួមសរុបមកវិញឆ្លើយសំណួរបងអូនគឺគ្រប់គ្រងហិរញ្ញវត្ថុណាតកតងទៅនឹងប្រភពហិរញ្ញវត្ថុណាបងតែប្រភពហិរញ្ញវត្ថុរបស់យើងនឹងធ្វើម៉េចឲ្យបានច្រើនឲ្យបានធំបង្កើនចំណូលគ្រប់គ្រងហើយដើម្បីឲ្យបានធំតើតើបងធ្វើការឲ្យធំណាធ្វើការមិនពីតូចឲ្យទៅមធ្យមឲ្យទៅធំបើថាបុគ្គលិកឆ្នើមឲ្យខ្លាយទៅជាប្រធានឆ្នើមខ្លាយទៅជាអគ្គនាយកទៅជាសហគ្រិនទៀតអាហ្នឹងបានយើងអាចលូតលាស់ឲ្យនៅពេលនេះគឺថាការគ្រប់គ្រងចំណាយរបស់យើងនឹងការប្រប្រាស់លុយដែលយើងមានដើម្បីវិនិយោគនេះឯងចានេះខ្ញុំសូមអរគុណដល់បងបរ៉េចានៅខណៈពេលនេះកម្មវិធីរបស់យើងគឺយើងនឹងមានរឿងខ្លីពិសេសមួយដើម្បីចែកជូនដល់ប្រិយមិត្តទាំងអស់គ្នាធ្វើការស្ដាប់ការកំសាន្តក៏ដូចជាធ្វើការត្រេះរិះពិចារណាទាំងអស់គ្នាផងដែរចាសូមអញ្ជើញតាមដានស្ដាប់ទាំងអស់គ្នាសូមអរគុណបងអូនសប្តាហ៍ថ្ងៃនេះក្រុមគ្រួសារយើងក្រីក្រនិងលំបាកវេទនាមែនទែនណាមួយត្រូវចំណាយបាយទឹកម្ហូបប្រចាំថ្ងៃណាមួយឲ្យលុយកូនទៅហ៊ានបែរមកមើលផ្ទះវិញតបល់ក៏ធ្លុះធ្លាយហើយលើពីនឹងទៀតជាពាក់គេឯងហើយត្រូវសងលុយគេរៀងរាល់ខែទៀតបើយើងនៅតែមិនគិតពីរឿងនោះទេគ្រួសារយើងច្បាស់ជាងើបមុខមិនរួចទេមើលទៅមែនហើយអូនសប្តាហ៍ថ្ងៃយើងពិតជារស់នៅលំបាកវេទនាមែនតែទោះបីជាយ៉ាងណាក៏យើងមិនចង់ឲ្យកូនប្រុសស្រីរបស់យើងទាំងពីរនាក់នោះគ្មានអនាគតដែរណែបងចង់ឲ្យកូនរបស់យើងបន្តការសិក្សារៀនសូត្ររហូតដល់មានការងារធ្វើល្អណែប្រាក់ខែក៏សមរម្យកុំឲ្យហត់នឿយធ្វើការប្រើកម្លាំងដូចជាយើងទៀតណាបាទអញ្ចឹងយើងគួរតែធ្វើមិនទៅបងណែយើងសាក់លបងធ្វើបែបនេះទៅមើលអូនធ្វើមិនទៅបងណែគឺត្រូវកត់ត្រាការចំណាយរបស់យើងបើទោះបីជាទិញស្ករទិញប៊ីចេងឬក៏អំបិលក្តីឲ្យលុយកូនទៅរៀនក្តីសងលុយគេក្តីដើម្បីឲ្យយើងបានដឹងថាលុយដែលយើងបានរកបានមួយខែនេះយើងចាយទៅលើអ្វីខ្លះនិងចាយអ្វីច្រើនជាងគេនោះណែទន្ទឹមគ្នានេះណាអូនយើងក៏ត្រូវកត់ត្រានៅរាល់ចំណូលដែលយើងរកបានដែរទោះបីជាបានមកពីអូនលក់អីវ៉ាន់ក្តីទោះបីជាបានមកពីបងរត់ម៉ូតូឌុបក្តីឬក៏បានមកពីប្រាក់ខែដែលបងបង្រៀនបានក្តីដើម្បីឲ្យយើងដឹងថានៅក្នុងមួយខែនេះយើងរកចំណូលបានប៉ុន្មានហើយលុយដែលរកបាននោះអាចទប់ទល់ទៅនឹងចំណាយរបស់យើងបានដែរឬក៏អត់ណាអូនហើយស្អីគេបងយើងត្រូវកត់ត្រាក្នុងសភៅរាល់ពេលចំណាយហ្នឹងអូយមិនដែលមានអ្នកណាដាក់កាន់សភៅទៅជាមួយរហូតអញ្ចឹងទេបងហើយចាំបើខ្ញុំទៅផ្សារទិញម្ហូបធ្វើមិនយកសភៅទៅកត់ការទេណែអូនសម្លាញ់អូនកាន់កូនសភៅទៅកត់ក៏បានដែរណាឬក៏ចាំអូនត្រឡប់មកពីផ្សារវិញកត់ក៏បានឬក៏ដល់ពេលល្ងាចមុនពេលជល់គេងចាំកត់ក៏បានដែរណាអូនសម្លាញ់សំខាន់ជាងគេនោះគឺត្រូវមានការកត់ជាប្រចាំបានន័យថាការកត់ត្រាជាប្រចាំថ្ងៃតែម្ដងណាអូនអូអញ្ចឹងឯងបងខ្ញុំយល់ហើយចុះបន្ទាប់មកយើងធ្វើមិនទៀតទៅអូចេះណាអូនរៀងរាល់ចុងខែយើងនឹងដឹងថាតើយើងគឺមានសល់លុយកាក់អ្វីខ្លះដែរឬទេណែបើមិនមានសល់លុយកាក់ខ្លះទេថែមទាំងចម្ពាក់គេទៀតនោះយើងច្បាស់ជាចាត់ចែងលុយកាក់មិនបានល្អហើយទើបមានបញ្ហាបែបនេះណាអូនហូចចុះអញ្ចឹងយើងធ្វើមិនទៅបងបើដល់ខែចម្ពាក់គេដល់ខែមានបំណុលបែបនេះអូគឺចេះណាអូនយើងត្រូវក៏លេចទៅមើលការកត់ត្រាទៅលើចំណូលចំណាយរបស់យើងឡើងវិញថាតើកន្លងមកនេះយើងចាយវាយទៅលើអ្វីខ្លះតើយើងចាយទៅលើរបស់អ្វីច្រើនជាងគេតើចំណាយអ្វីខ្លះដែលយើងចាំបាច់ត្រូវតែចំណាយដោយខានមិនបានដូចជាការទិញថ្នាំពេទ្យពេលមានជំងឺម្ហូបអាហារសិភើកូនរៀនសាំងម៉ូតូជាដើមហើយចំណាយអ្វីខ្លះដែលជាចំណាយមិនសូវមានប្រយោជន៍ហើយវាមិនសូវចាំបាច់នៅក្នុងការចំណាយណែដូចជាចំណាយការជប់លៀងជាមួយនឹងមិត្តភ័ក្តិញឹកញាប់ពេកណែចំណាយទៅលើសម្លៀកបំពាក់លយឆាយថ្លៃពេកចំណាយលើការជក់បារី
ឬក៏ការចំណាយទៅលើស្រាជាដើមណាអូនហើយចុះហេតុអីបានជាយើងត្រូវតែមើលទៅលើការកត់ត្រាទាំងអស់នឹងឡើងវិញបងអូណែអូនការកត់ត្រានេះណាគឺជាការសំខាន់ខ្លាំងណាស់ពេលយើងឃើញមានការចំណាយមិនចាំបាច់យើងអាចកាត់បន្ថយចំណាយទៅលើវាទៀតនៅពេលនោះយើងនឹងបាននៅការសន្សំលុយបានខ្លះចាណែរឿងខ្លះទៀតណាអូនវាចាំបាច់ត្រូវចំណាយប៉ុន្តែប្រហែលយើងអាចកាត់បន្ថយការចំណាយនោះកុំឲ្យមានចំនួនច្រើនពេកណែមួយវិញទៀតណាអូនយើងអាចមើលទៅលើចំណូលថាតើចំណូលដែលយើងរកបាននោះគ្រប់គ្រាន់ដែរឬក៏អត់អូឬក៏យើងត្រូវព្យាយាមបង្កើតចំណូលរបស់យើងឲ្យបានច្រើនជាងនេះតាមរយៈការពង្រីកមុខរបររបស់យើងដាំដំណាំដាំដុះក្បែរផ្ទះបន្ថែមអីជាដើមអូគំនិតនេះល្អមែនតែនបងយូរហើយយើងមិនដែលបានកត់ត្រាចំណូលចំណាយយ៉ាងដូចនេះសោះមែនហើយអញ្ចឹងតើបានជាមិនដឹងថាលុយរកបានហ្នឹងវាតាណាខ្លះអស់មិនដឹងមុខហួចចុះក្រៅពីហ្នឹងបងតើយើងធ្វើមិនទៀតទៅដើម្បីឲ្យមានលុយសល់សម្រាប់ដោះស្រាយបញ្ហាជាបន្ទាន់នោះណែអូនដូចបងនិយាយបាញ់មិញអញ្ចឹងណាអូនទី1នោះយើងត្រូវកាត់បន្ថយឬក៏មិនចំណាយទៅលើរឿងរ៉ាវណាដែលមិនចាំបាច់ណែនឹងទី2ណាអូនចាត្រូវព្យាយាមដាក់សន្សំប្រចាំថ្ងៃណែទោះបីជាតិចក្តីឬក៏ច្រើនក្តីត្រូវព្យាយាមដាក់សន្សំប្រចាំថ្ងៃទោះបីជាតិចក្តីច្រើនក្តីជាលុយក្តីឬក៏ជារបស់ក្តីណែជិះជាងការអត់សោះតែម្ដងណាអូនថាវីអញ្ចឹងយើងចាប់ផ្ដើមអនុវត្តតែម្ដងទៅណាបងសង្ឃឹមថាបងប្អូនមីងមៀដែលកំពុងតែស្ដាប់យើងគាត់នឹងយកទៅអនុវត្តហើយនឹងប្រែក្លាយជីវិតក្រុមគ្រួសារគាត់នេះឲ្យមានការរីកចម្រើនប្រសើរដូចយើងផងដែរណាអរគុណណាអូនសប្បាយចិត្តមែនទែនពេលដែលអូនយល់បែបនេះណាចាសូមជូនកម្មវិធីជីវិតនិងលុយហេតុអ្វីបានជាមនុស្សជាច្រើននៅក្នុងលោកនេះប្រឈមមុខទៅនឹងចំណោទបញ្ហាជីវិតច្រើនម្ល៉េះណោះហើយតើធ្វើយ៉ាងណាដើម្បីឲ្យជីវិតនេះមានភាពជោគជ័យនិងមានសេចក្តីសុខទៅណោះតើណែធ្វើយ៉ាងណាដើម្បីឲ្យជីវិតមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុណោះហើយតើអ្នកក្រអ្នកមធ្យមនិងអ្នកមានគេមានផ្នត់គំនិតខុសគ្នាយ៉ាងដូចម្ដេចណោះដើម្បីរកដំណោះស្រាយទាំងនេះសូមតាមដានស្ដាប់កម្មវិធីជីវិតនិងលុយដែលធ្វើការពិភាក្សានិងផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យចាប់ពីម៉ោង12ដល់ម៉ោង1ថ្ងៃត្រង់នៅស្ថានីយ៍វិទ្យុទន្លេរាជធានីភ្នំពេញនិងស្ថានីយ៍វិទ្យុក្រុងសៀមរាប FM 102.5 MHz សូមចូលរួមជាមួយនឹងយើងខ្ញុំនៅក្នុងកម្មវិធីនេះដើម្បីទទួលបានរង្វាន់ពិសេសកម្មវិធីនេះដឹកនាំដោយលោកអឹមសេងបូរ៉ាគាំទ្រការផលិតដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិអយកូក្រេឌីតវិទ្យាស្ថានអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានិងអង្គការករណាហ្វាន់អន្តរជាតិសូមកុំភ្លេចតាមដានស្ដាប់កម្មវិធីជីវិតនិងលុយធ្វើឲ្យជីវិតកាន់តែប្រសើរឡើងប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីជីវិតនឹងលុយសាជាថ្មីម្ដងទៀតចា៎នាងខ្ញុំសង្ឃឹមថាប្រិយមិត្តទាំងអស់គ្នាពិតជាបានទទួលភាពរីករាយជាមួយនឹងរឿងខ្លីរបស់យើងអាបាញ់មិញនេះហើយចា៎មែនទេបងបូរ៉ាបានចា៎បងបូរ៉ាមិញដូចយើងឃើញដូចយើងចាប់អារម្មណ៍ជាមួយនឹងរឿងខ្លីរបស់យើងអាបាញ់មិញហ្នឹងបាទចាប់អារម្មណ៍ចាជាពិសេសបាទចាសូមអរគុណបងបូរ៉ាចាខណៈពេលនេះប្រិយមិត្តទាំងអស់គ្នាមានឱកាសនៅក្នុងការចូលរួមជាមួយនឹងកម្មវិធីជីវិតនឹងលុយដើម្បីទទួលបានរង្វាន់ពិសេសពីកម្មវិធីចាហើយរង្វាន់ពិសេសរបស់កម្មវិធីយើងនោះគឺវិទ្យុចំនួន2គ្រឿងចាមានន័យថាប្រិយមិត្តរបស់យើងគាត់មានឱកាសនៅក្នុងការទូរស័ព្ទចូលដើម្បីឆ្លើយនឹងសំណួរឆ្លើយត្រូវមួយសំណួរទទួលបានវិទ្យុចំនួន1គ្រឿងចាអញ្ចឹងកម្មវិធីថ្ងៃនេះយើងនឹងទទួលទូរស័ព្ទប្រិយមិត្តចំនួន2រូបចាដែលនឹងមានឱកាសនៅក្នុងការទទួលរង្វាន់ពិសេសពីកម្មវិធីជីវិតនឹងលុយផងដែរចាប្រិយមិត្តទាំងអស់គ្នាអាចទូរស័ព្ទចូលមកក្នុងកម្មវិធីជីវិតនឹងលុយតាមរយៈលេខទូរស័ព្ទ017 999 126ចាហើយចំពោះប្រិយមិត្តដែលប្រើប្រាស់ប្រព័ន្ធ012គឺពេលដែលគាត់ទូរស័ព្ទចូលជាមួយនឹងកម្មវិធីរបស់យើងគឺมันមានអស់លុយអស់កាក់អីទេចាអញ្ចឹងគាត់អាចនិយាយបានមួយសេរីបាទចាអូពេលនេះមានទូរស័ព្ទខលចូលមកហើយចាអញ្ចឹងនាងខ្ញុំសូមអនុញ្ញាតទទួលទូរស័ព្ទពីប្រិយមិត្តរបស់យើងបន្តិចសិនចាជំរាបសួរ
វិសួរកញ្ញាហើយនឹងលោកវិទ្យាចាជំរាបសួរចាអត់ទោសសូមអនុញ្ញាតស្គាល់ឈ្មោះនិងទីតាំងដែលបងស្រីកំពុងតែទូរស័ព្ទបន្តិចបានទេបងចាខ្ញុំឈ្មោះស្រីមុំខពីម្ដុំបឹងកងចាបងមុំខពីម្ដុំបឹងកេងកងណាបងណោះចាអត់ទោសបងសុខសប្បាយទេបងចាសុខសប្បាយចាវិញចាសុខសប្បាយហើយលោកវាគ្មិនរបស់យើងក៏សុខសប្បាយដែរខ្ញុំឃើញគាត់អង្គុយញ៉ាំរហូតបងមុំឃើញវាគ្មិនរបស់យើងកំពុងតែញ៉ាំអត់បានឃើញចាខ្ញុំចង់ជំរាបប្រាប់ថានៅពេលនេះវាគ្មិនរបស់យើងកំពុងតែញញឹមចាអត់តបងមុំចង់សួរពីចំណាប់អារម្មណ៍របស់បងចំពោះកម្មវិធីជីវិតនឹងលុយបន្តិចណាបងណាចាដោយសារតែកម្មវិធីនេះគឺជាកម្មវិធីដែលថ្មីអញ្ចឹងចង់សួរថាបងមុំអត់តបងមុំមានបានតាមដានស្ដាប់ជាមួយនឹងកម្មវិធីរបស់យើងតាំងពីដើមមកទេបងចាបានដែរកញ្ញាអូចាអញ្ចឹងចង់សួរបងមុំតិចថាបងមានចំណាប់អារម្មណ៍យ៉ាងណាចំពោះកម្មវិធីជីវិតនឹងលុយដែរចាខ្ញុំពេញចិត្តកម្មវិធីហ្នឹងហើយតែស្ដាប់តាំងពីសប្តាហ៍មុនក៏បានស្ដាប់ដែរអូយភើបមានបញ្ហាច្រើនហើយលោកវាគ្មិនបានបោះស្រាយពីបញ្ហាដែលយើងជួបប្រទះសប្តាហ៍ថ្ងៃហ្នឹងជាពិសេសបញ្ហាវិស័យនឹងមុខរបរតែម្ដងចាអរគុណដល់បងមុំចាក្នុងគណៈពេលនេះសូមឆ្លៀតឱកាសដើម្បីសួរសំណួរទៅបងមុំដើម្បីទទួលបានរង្វាន់បងមុំត្រៀមខ្លួនហើយនៅចាត្រៀមហើយដឹងថាបានវិទ្យុអីបងយកឲ្យបានតែហ្មងអញ្ចឹងគាត់អូមិនកើតទេមើលទៅបើវិទ្យុនឹងបានទៅបងមុំហីចាបងមុំអញ្ចឹងបងមុំត្រៀមខ្លួនណានាងខ្ញុំនឹងចាប់ដើមសួរសំណួរទៅកាន់បងមុំហើយចាបងមុំរួចរាល់ហើយបងណាចាចង់សួរតេតងជាមួយនឹងរឿងខ្លីរបស់យើងអំបញ្ញមិញណាបងមុំតើនៅមុនពេលដែលក្រុមគ្រួសាររបស់គាត់ហ្នឹងសម្រេចចិត្តធ្វើការសន្សំប្រាក់តើក្រុមគ្រួសាររបស់គាត់ជួបប្រទះនឹងបញ្ហាអ្វីខ្លះចាមុនពេលដែលគាត់ចាប់ដើមសន្សំលុយហ្នឹងតើក្រុមគ្រួសាររបស់គាត់ជួបប្រទះជាមួយនឹងបញ្ហាអ្វីខ្លះចម្លើយមាន3បងមុំអាចជ្រើសរើសយកចម្លើយណាដែលត្រូវណាបងចម្លើយទី1គ្រួសាររបស់គាត់មានភាពខ្វះខាតចាចម្លើយទី2ក្រុមគ្រួសាររបស់គាត់ពុំមានភាពរីកចម្រើនចាចំណែកឯចម្លើយទី3វិញគឺក្រុមគ្រួសាររបស់គាត់មានភាពខ្វះខាតនិងពុំមានភាពរីកចម្រើនកញ្ញាសូមចម្លើយទី3ម្ដងទៀតបានទេកញ្ញាចាចម្លើយទី3មិញនេះគឺក្រុមគ្រួសាររបស់គាត់នឹងពុំមានភាពរីកចម្រើននិងមានភាពខ្វះខាតចាបងមុំសម្រាប់យកចម្លើយមួយណាដែរចឹងយកទី3ហ្នឹងហ្មងទៅបងមុំសម្រាប់ចិត្តហើយចាចង់ដូរវិញទេបងប្រកាសអីប្រកាសដែរបងណាដឹងតែវិទ្យុនឹងបែនបងណាចាអញ្ចឹងនាងខ្ញុំសូមប្រកាសចម្លើយរបស់បងមុំគឺពិតជាពិតជាមិនខុសទេចាសូមអបអរសាទរដល់បងមុំចាបងមុំបានវិទ្យុហើយអញ្ចឹងកុំភ្លេចតាមដានស្ដាប់ជាមួយនឹងកម្មវិធីជីវិតនឹងលុយទៀតណាបងណាចាបងមុំអាចមកទទួលរង្វាន់ពីកម្មវិធីជីវិតនឹងលុយនៅអគារ Parkway ជាន់ទី3ផ្លូវម៉ាសេតុងណាបងណាឬមួយក៏បើសិនជាបងអត់ស្គាល់ទេបងអាចទូរស័ព្ទទំនាក់ទំនងមកលេខ012 521 968ចាបងមុំមានអីកត់ទេបងអត់ឈប់ចង់ផ្លេចបានទេចាអត់អីទេបងតាមស្រួលនេះកញ្ញាហៅចាលេខទូរស័ព្ទ012 521 968ចាបងមុំកុំភ្លេចមកទទួលរង្វាន់ពីកម្មវិធីជីវិតនឹងលុយណាបងចាជ្រាបក្នុងគណៈពេលនេះចង់ជម្រាបសួរទៅបងមុំដែលពាក់ព័ន្ធជាមួយនឹងរឿងខ្លីរបស់យើងអំបញ្ញមិញតើបងមានចម្ងល់អ្វីដើម្បីសួរទៅកាន់វាគ្មិនកិត្តិយសរបស់យើងពាក់ព័ន្ធមួយរឿងនេះទេបងចាខ្ញុំចង់សួរទៅដល់លោកវាគ្មិនចង់ចំណុចដែលតួគាត់និយាយថាដើម្បីឲ្យយើងមានភាពច្បាស់លាស់ហ្នឹងយើងត្រូវកត់ត្រាចាកត់ត្រារាល់ចាអញ្ចឹងខ្ញុំសូមសួរលោកវិស្មិនថាតើយើងធ្វើម៉េចដើម្បីឲ្យយើងកត់ត្រាព្រោះថាវាមានភាពពិបាកក្នុងការកត់តែខ្លះខ្ញុំចំណាយតិចតួចអញ្ចឹងជឿកត់ហើយមួយទៀតនោះគឺយើងមានគ្នាច្រើនខាងគ្រួសារខ្ញុំជឿអីគាត់អត់បានកត់គាត់ធ្វើអីឲ្យបានកត់អញ្ចឹងណាគាត់តែខ្ញុំក៏អត់កើតដែរចាអញ្ចឹងមានវិធីសាស្ត្រអីដើម្បីធ្វើឲ្យវាមានកត់មានប្រសិទ្ធភាពហើយអញ្ចឹងហើយកត់ហ្នឹងវាមានប្រយោជន៍អត្ថប្រយោជន៍ខ្លះសម្រាប់ការរកស៊ីរបស់យើងហ្នឹងពេលព្រោះពេលខ្លះខ្ញុំឃើញគេអត់ដែរកត់ទេខ្ញុំក៏អត់ដែរកត់ដែរចាអស់ហើយបង
ចាអស់ហើយចាអរគុណបងមុំសម្រាប់សំណួរដល់ក្បោះក្បែចាហើយឆ្លៀតក្នុងឱកាសពេលនេះនាងខ្ញុំសូមប្រគល់សំណួររបស់បងមុំទៅកាន់វាគ្មិនកិត្តិយសរបស់យើងដើម្បីធ្វើការបកស្រាយចាបងបរាយ៉ាងម៉េចដែរចំពោះសំណួរបងមុំបំបញ្ញមិញទេបងបាទអរគុណច្រើនចំពោះសំណួរបងស្រីមុំប្រហែលជាសំហៅបងស្រីមិនដឹងថាអាយុប្រហែលប៉ុន្តែជាការគោរពក្នុងការទំនាក់ទំនងបងបានសួរថាតើការកត់នោះមានសារៈសំខាន់អ្វីដែរហើយមួយទៀតតើព្រោះមានការលំបាកមិនចឹងណាមានការលំបាកក្នុងការកត់ត្រាដោយសារគាត់មិនដែលឃើញគេកត់ហើយពីមុនមកគាត់មិនទម្លាប់កត់អញ្ចឹងជាសំណួររបស់ខ្ញុំទៅវិញប៉ុន្តែមិនបងស្រីបានដាច់ពីយើងទៅបាត់ហើយប៉ុន្តែអ្វីដែលខ្ញុំគួរតែសួរជាមួយបងស្រីមិញគឺថាតើបងស្រីមានដែលជួបនៅបញ្ហាការលំបាកហិរញ្ញវត្ថុដែរឬទេណាជាពិសេសតើបងស្រីដឹងថាចំណូលបានប្រមាណទេមួយខែចាហើយតើដឹងថាចំណាយប្រមាណទេមួយខែបើសិនជាយើងដឹងរឿងនេះយើងអាចទូទីបានថាដោយសារតែបើសិនជាមានការលំបាកណានៅក្នុងហិរញ្ញវត្ថុរបស់គាត់មែននោះយើងអាចទូទីបានថាគាត់ប្រកាសជាអត់អាចគ្រប់គ្រងស្ថានភាពអត់មានព័ត៌មានគ្រប់គ្រាន់នៅក្នុងក្រុមគ្រួសារថាតើក្នុងមួយខែនោះចំណូលបានប្រមាណប្តីរកមកបានប្រមាណប្រពន្ធលក់ចាប់ហួយនឹងបានប្រមាណចំណេញប្រមាណបាទហើយបាទចំណាយសិនណាមុនចូលចំណេញចំណាយលើអីខ្លះអស់ប្រមាណសរុបទៅហើយសល់ប្រមាណអញ្ចឹងបានយើងដឹងពីចំណូលដឹងចំណាយបានដឹងចំណេញដឹងនៅសល់បាទតែប្រសិនបើអត់ដឹងអារឿងហ្នឹងទេប្រកាសណាស់ថាយើងអត់បានកត់ត្រាគឺអត់ដឹងរឿងហ្នឹងទេអាហ្នឹងវាជារឿងធម្មតាអញ្ចឹងសារៈសំខាន់របស់វាគឺដូចខ្ញុំបានរៀបរាប់បំបញ្ញមិញអញ្ចឹងថានៅពេលដែលយើងធ្វើការកត់ត្រាគឺធ្វើឲ្យយើងបានដឹងអំពីព័ត៌មានដឹងយ៉ាងច្បាស់ថាចំណូលយើងមកពីអីខ្លះអ្នកណារកតិចអ្នកណាបានរកបានច្រើនហើយយើងគួរតែធ្វើមុខរបរហ្នឹងទៀតឬទេឬយើងគួរតែធ្វើកិច្ចការហ្នឹងទៀតឬទេដោយសារតែយើងមានព័ត៌មានហើយនៅពេលដែលយើងកត់ត្រាក៏យើងដឹងផងដែរថាចំណាយនោះចាយលើអីខ្លះមែនទេបាទយើងចាយលើម្ហូបអាហារនោះយ៉ាងម៉េចដែរយើងចាយទៅលើខាងហូបនេះអាហារហូបចុកតដែរតាបាទយើងចាយទៅលើថ្លៃសាលាកូនថ្លៃសាលាកូនរៀនចាយទៅលើសម្លៀកបំពាក់ចាយទៅលើចំណាយនៅក្នុងសង្គមបនទានហ្នឹងហើយបងចងដៃកាយអញ្ចឹងទៅដូចខែហ្នឹងអញ្ចឹងអាហ្នឹងខែហ្នឹងការច្រើនខែតិចណាបាទអញ្ចឹងចំណាយផ្សេងទៀតណាការឈឺថ្កាត់អីផ្សេងបាទការបង់ការប្រាក់បើខ្ចីលុយគេបាទតែទឹកថ្លៃភ្លើងអីជាដើមបើសិនជានៅទីក្រុងបើសិនជានៅតាមជនបទគាត់អាចអស់លុយទៅលើភ្លើងថ្លៃបញ្ចុះអគុយថ្លៃបញ្ចុះអគុយចាបងបញ្ចុះអគុយអញ្ចឹងថ្លៃបើនៅតំបន់ស្អាងថ្លៃជីទូកដជីណែបញ្ចុះបាយធ្វើដំណើរចាអញ្ចឹងទាំងអស់នេះបើសិនជាយើងអត់កត់ត្រាយើងអត់ដឹងទេបាទហើយយើងមិនដឹងថាយើងនៅសល់ប្រមាណចំណូលមកពីណាច្រើនឬក៏ណាតិចយើងគួរធ្វើមិនទៀតទេយើងអត់ដឹងទេអញ្ចឹងនេះហើយបានជាចំណុចសំខាន់នៅក្នុងកម្មវិធីរបស់យើងគឺថាចង់ឲ្យបងប្អូនយើងទាំងអស់បានគ្រប់គ្រងនៅព័ត៌មានហិរញ្ញវត្ថុនេះឲ្យបានច្បាស់ព្រោះកាលណាយើងដឹងព័ត៌មានយើងអាចរៀបចំកំណត់ជោគវាសនាជោគជតារិស័យទៅលើហិរញ្ញវត្ថុរបស់យើងនេះបានល្អណាខ្ញុំក៏ធ្លាប់អញ្ចឹងដែរពីមុនមកអត់ដែរកត់ត្រាអញ្ចឹងទេចាសូម្បីតែខ្ញុំដែរបងបរ៉េពេលដែលយើងចេះតែអត់សល់ចាប់តែអត់សល់ដូចបងចិត្តថាសល់តែថ្ងៃចាហើយដល់ពេលយើងរកយើងពេលខ្លះយើងអត់បានគិតថាយើងចាយលើអីខ្លះហ្នឹងមែនទេចាបាទតែដល់ពេលយើងកត់ត្រាទៅយើងដឹងចំណូលបានប៉ុណ្ណេះបើមកក្នុងក្រុមគ្រួសារទាំងមូលអ្នកណាខ្លះមានចំណូលយើងដឹងទៀតចាយើងប្រាប់នេះជាចំណូលក្នុងក្រុមគ្រួសារយើងចាឪវានេះម៉ែវានេះម៉ែវាខែនេះដូចច្រើនណាដូចជារ៉ូស៊ីឡើងណាចាដូចចំណេញច្រើនចាយើងដឹងហើយពេលខ្លះយើងថាអូថ្ងៃនេះដូចរិស័យអត់ឡើងសោះណាខែនេះរិស័យឡើងសោះចំណូលអត់មានសោះចាដូចមុខរបរខ្លះវិញគឺគាត់ទទួលបានចំណូលហ្នឹងគឺតាមរដូវកាលដែរចាប៉ុន្តែវាមិនមែនរឿងរាសីទេយើងបង្កើតរាសីចាបើសិនយើងមានព័ត៌មានយើងបង្កើតរាសីតែយើងអត់មានព័ត៌មានយើង
ពឹងផ្អែកលើរិស័យចាអញ្ចឹងអានេះវាជាចំណុចមួយដែលចង់ជម្រាបជូនទៅបងមុំចង់តាមពិតចង់បច្ចេកគ្នាដែរបើដាច់ពីកម្មវិធីចាបាទចាហើយនេះខ្ញុំសង្ឃឹមថាបងមុំពេលនេះកំពុងតែស្ដាប់ជាមួយនឹងកម្មវិធីជីវិតនឹងលុយរបស់យើងហើយកំពុងតែតាមដានស្ដាប់នៅការបកស្រាយរបស់វាគ្មិនឆ្លុះបញ្ចាំងទៅនឹងបញ្ហាជីវិតរបស់គាត់ផងដែរចាចង់បន្ថែមបន្តិចទៀតតើទៅនឹងការលំបាករបស់បងស្រីជាការពិតណាយើងម្នាក់ឬថាទម្លាប់ធ្វើអីមួយហើយចាយើងចង់តែអញ្ចឹងវាស្រួលចាស្រួលហើយការផ្លាស់ប្ដូរហ្នឹងវាមិនស្រួលទេបាទតែបងស្រីត្រូវពិនិត្យមើលពីសារៈសំខាន់ណាបើសិនជាបងស្រីចង់បាននៅការលូតលាស់ហិរញ្ញវត្ថុតើយើងក្តាប់ស្ថានភាពបានយើងនៅលើវាមិនមែនវានៅលើយើងទេណាយើងត្រូវនៅលើស្ថានភាពហិរញ្ញវត្ថុហ្នឹងអញ្ចឹងគឺក្តាប់ព័ត៌មានហិរញ្ញវត្ថុហ្នឹងឲ្យបានតែបើក្តាប់អត់បានទេអាហ្នឹងវាជន់យើងហើយយើងមានការលំបាកហើយអញ្ចឹងការយល់ពីសារៈសំខាន់ហើយយើងចាប់ផ្ដើមកត់បាទកត់ដូចនៅក្នុងសាច់រឿងរបស់យើងអញ្ចឹងយើងអាចក្នុងរៀងរាល់ពេលយប់ក៏បានមិនបាច់ចាំកត់ពេលចាំពេលយប់ពេលចូលគេយើងកត់ទៅយើងនឹកឃើញឡើងវិញមកយើងសួររំទៅបាទអញ្ចឹងអាហ្នឹងក៏យើងអាចធ្វើឲ្យមានការងាយស្រួលបាទសភៅយើងមានសភៅមួយសម្រាប់កត់ត្រាតាមដាននៅហិរញ្ញវត្ថុរបស់យើងហើយរៀងរាល់ខែយើងធ្វើការបូកសរុបទៅបាទគាត់ថាចំណូលតាណាចំណូលអីខ្លះមកពីណាចំណាយទាំងអស់ដែលកើតឡើងហ្នឹងគឺថាកត់ត្រាទៅយើងឃើញអសល់ហើយជាពិសេសគេជាពាក្យអីក៏យើងដឹងដែរណាយើងខ្ចីលុយគេក៏យើងកត់ដែរកុំមកខ្ចីលុយគេទៅពេលខ្លះភ្លេចគេជាពាក្យអត់ភ្លេចដល់ខ្ចីលុយគេភ្លេចចាសូមអរគុណដល់បងម៉ារ៉េចំពោះការបកស្រាយដល់ក្បោះក្បាយហើយសង្ឃឹមថាបងមុំពេញចិត្តនៅចម្លើយរបស់វាគ្មិនកិត្តិយសរបស់យើងផងដែរចាខណៈពេលនេះនាងខ្ញុំសូមទទួលទូរស័ព្ទពីប្រិយមិត្តរបស់យើងមួយរូបទៀតចាជំរាបសួរឡូជំរាបសួរចាជំរាបសួរបងស្រីចាជំរាបសួរកញ្ញាចាអត់តោបងស្រីអាចបញ្ជាក់ពីឈ្មោះនិងទីតាំងដែលបងកំពុងតែទូរស័ព្ទចូលបន្តិចបានទេបងចាខ្ញុំឈ្មោះនិចកញ្ញាចាបងនិចខំមកពីម្ដុំណាដែរបងនេះខ្ញុំខំមកពីតាខ្មៅកញ្ញាតាខ្មៅបងណាចាបងនិចចង់សួរបងតេតងជាមួយនឹងកម្មវិធីរបស់យើងនៅថ្ងៃនេះបន្តិចណាបងនិចដឹងថាកម្មវិធីនេះគឺកម្មវិធីអីទេបងចាកម្មវិធីនេះគឺកម្មវិធីជីវិតនឹងលុយកញ្ញាចាអូយអរគុណដល់បងនិចបានន័យថាបងនិចគឺតាមដានជាមួយនឹងកម្មវិធីរបស់យើងចាសុំសួរតេតងជាមួយនឹងចំណាប់អារម្មណ៍របស់បងជាមួយនឹងកម្មវិធីរបស់យើងបន្តិចបានទេបងតើបងមានចំណាប់អារម្មណ៍យ៉ាងណាដែរនៅពេលដែលស្ដាប់ជាមួយនឹងកម្មវិធីជីវិតនឹងលុយនេះហើយបងចាពេលដែលខ្ញុំស្ដាប់កម្មវិធីនេះទទួលបានការយល់ដឹងច្រើនណាកញ្ញាចាប៉ុណ្្នឹងទេបងចាសូមអរគុណដល់បងនិចចាកុំឲ្យខាត់ពេលវេលាយូរនេះខ្ញុំសូមឆ្លៀតក្នុងឱកាសនេះដើម្បីសួរសំណួរទៅកាន់បងនិចដើម្បីឲ្យបងនិចនឹងមានឱកាសទទួលបានរង្វាន់ពិសេសពីកម្មវិធីជីវិតនឹងលុយចាបងនិចសូមត្រង់ត្រាប់ស្ដាប់សំណួរឲ្យបានម៉ត់ចត់បងណាហើយឆ្លើយឲ្យបានត្រឹមត្រូវបងនឹងទទួលបានវិទ្យុមួយគ្រឿងពីកម្មវិធីជីវិតនឹងលុយរបស់យើងផងដែរចាអញ្ចឹងនេះខ្ញុំសូមអនុញ្ញាតចាប់ដើមសួរណាបងចាតើធ្វើយ៉ាងណាទើបអាចធ្វើឲ្យក្រុមគ្រួសារមួយអាចគ្រប់គ្រងលុយកាក់បានល្អចាបងនេះតើណាចម្លើយទី1គឺមិនចាំបាច់កត់ត្រារាល់ចំណាយកាត់បន្ថយចំណាយនិងបង្កើនចំណូលចាចម្លើយទី2កត់ត្រារាល់ចំណូលផ្សេងព្យាយាមសន្សំជាប្រចាំនិងកាត់បន្ថយចំណាយចម្លើយទី3កត់ត្រារាល់ចំណាយរាល់ចំណូលកាត់បន្ថយចំណាយដែលមិនចាំបាច់ព្យាយាមបង្កើនប្រភពចំណូលនិងព្យាយាមធ្វើការសន្សំចាបងនិចមិនដែលបងទទួលបានតើតមួយចម្លើយទី2ម្ដងទៀតបានទេចាចម្លើយទី2គឺកត់ត្រារាល់ចំណូលផ្សេងដាក់សន្សំជាប្រចាំនិងកាត់បន្ថយចំណាយចាទទួលបានទេបងនិចបានចាអញ្ចឹងបងនិចអាចឆ្លើយជាមួយនឹងសំណួររបស់យើងឲ្យបាញ់មិញបានទេបងខ្ញុំសូមចម្លើយទី3ទេចាប្រកាសឲ្យបងចាចង់ដូរទេអត់ដូរបងណាច្បាស់ហ្មងបងណាចាអញ្ចឹងនេះខ្ញុំសូមអនុញ្ញាតប្រកាសចម្លើយចាបងបារ៉េចង់ប្រកាសវិញឬក៏យ៉ាងម៉េចបងសូមបញ្ជាក់ចម្លើយនឹងម្ដងទៀតមើលតើគាត់ពិតជាយកទី3នឹងមែនអត់
ចាគាត់ដូចចិត្តយើងអាចបញ្ជាក់ចម្លើយទី3អានឡើងវិញឲ្យគាត់ចាអញ្ចឹងយើងខ្ញុំសូមអនុញ្ញាតអាននៅចម្លើយទី3របស់យើងម្ដងទៀតណាបងនិចណាចាចម្លើយទី3គឺកត់ត្រារាល់ចំណាយរាល់ចំណូលកាត់បន្ថយចំណាយដែលមិនចាំបាច់ព្យាយាមបង្កើនប្រភពចំណូលនិងព្យាយាមដាក់សន្សំចាកញ្ញាយកទី3ដែរហ្នឹងកញ្ញាបងនិចអត់ដូរចម្លើយទេចាអញ្ចឹងនេះខ្ញុំសូមអនុញ្ញាតប្រកាសចម្លើយចាអញ្ចឹងចម្លើយរបស់បងនិចអំបញ្ញមិញនេះគឺពិតជាត្រឹមត្រូវចាសូមអបអរសាទរបងនិចផងដែរចាសូមអរគុណដល់បងនិចអញ្ចឹងបងនិចកុំភ្លេចមកទទួលរង្វាន់ពីកម្មវិធីជីវិតនឹងលុយគឺវិទ្យុចំនួន1គ្រឿងណាបងណានៅ A+ School for Professional នៅអគារ Parkway ជាន់ទី3ផ្លូវម៉ាយសេតុងណាបងណាបងស្គាល់ទេបងធ្លាប់ស្គាល់ទេចាឬបើសិនជាបងរកអត់ឃើញទេបងអាចទូរស័ព្ទទំនាក់ទំនងមកកាន់លេខ012 521 968បងណាចា012 521 968ចាសូមអរគុណដល់បងនិចចាចង់ត្រឡប់ទៅសួរបងនិចភាសាទៀតបងនេះរំភើបទេបងចារំភើបចាអញ្ចឹងបើសិនជាបងរំភើបកុំភ្លេចតាមដានស្ដាប់ជាមួយនឹងកម្មវិធីជីវិតនឹងលុយរបស់យើងបន្តទៀតណាបងចានៅក្នុងគណៈពេលនេះនាងខ្ញុំចង់សួរទៅបងនិចបន្ថែមទៀតថាតើបងមានសំណួរអ្វីដើម្បីសួរទៅកាន់វាគ្មិនកិត្តិយសរបស់យើងគឺបងបូរ៉ាដែរទេបងនិចខ្ញុំអត់មានសំណួរទេញ៉ាព្រោះបានស្ដាប់បងស្រីមុំគាត់សួរហើយចាអូស្ដាប់បងស្រីមុំមុនហ្នឹងចាបានវិទ្យុមួយគ្រឿងផងទេចាសង្ស័យបងមុំរំភើបពេកបងនិចរំភើបពេកមិញណានិយាយមួយបងនិចតែនឹកឃើញបងមុំស្ដាយបងមុំគាត់ដាច់ទៅមិញហ្នឹងឯងបាទចាអញ្ចឹងអរគុណបងនិចចាំជួបគ្នានៅថ្ងៃទៅយកវិទ្យុនៅ A+ School បងណាចាំជួបមុខបងនិចតែម្ដងចាអញ្ចឹងអរគុណច្រើនបងនិចណាជម្រាបលាចាអរគុណជម្រាបលាចាបងបូរ៉ាថ្ងៃនេះយើងទទួលបានប្រិយមិត្តរបស់យើងចំនួន2រូបដែលមានសំណាងមែនតើគឺគាត់ឆ្លើយត្រូវនៅសំណួរនៅក្នុងកម្មវិធីជីវិតនឹងលុយរបស់យើងផងដែរចាជាក្នុងឱកាសពេលនេះតើបងបូរ៉ាមានអ្វីដើម្បីបន្ថែមទៅលើសំណួររបស់បងមុំមុននឹងក៏ដូចជាបន្ថែមទៅលើប្រធានបទរបស់យើងដែលបានជជែកនិងពិភាក្សាតាក់ទងជាមួយនឹងការគ្រប់គ្រងលុយកាក់ផ្ទាល់ខ្លួនហើយនឹងក្រុមគ្រួសារផងដែរបងបាទដោយសារពេលវេលាយើងគិតចិត្តឈានចូលមកដល់ទីបញ្ចប់ហើយនេះគឺខ្ញុំសូមសង្ខេបតែម្ដងសម្រាប់កម្មវិធីយើងថ្ងៃនេះគឺយើងផ្ដោតទៅលើការឲ្យតម្លៃក៏ដូចជាសារៈសំខាន់ទៅលើលុយកាក់វត្ថុដោយសារតែជីវិតរបស់យើងនៅលើពិភពលោកយើងនេះគេប្រើប្រាស់លុយកាក់ហិរញ្ញវត្ថុជាមធ្យោបាយនៃការដោះដូរគឺថាយើងមិនមានមធ្យោបាយឬក៏យើងមិនមានជំរើសឯណានឹងមិនប្រើវាឡើយចាអញ្ចឹងវាពិតជាផ្សារភ្ជាប់ជាមួយនឹងជីវិតរបស់យើងហើយពិតជាសំខាន់ណាស់ចាអញ្ចឹងកន្លែងនេះប៉ុន្តែទោះជាយើងឲ្យតម្លៃវាថាវាសំខាន់ក៏ដោយណាវាពិតជាសំខាន់ប៉ុន្តែមិនមែនមានន័យថាយើងត្រូវតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបានវានោះទេជាពិសេសណាយើងអាចធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបានវាប៉ុន្តែការធ្វើអ្វីៗគ្រប់យ៉ាងនោះវាមិនមានផលប៉ះពាល់ជាអវិជ្ជមានមកដល់ខ្លួនឯងមកដល់ក្រុមគ្រួសារនិងមកដល់នៅសង្គមទាំងមូលបាទអញ្ចឹងនេះវាជាការឲ្យនិយមន័យក៏ដូចជាការឲ្យតម្លៃនិងសារៈសំខាន់របស់លុយហើយអ្វីដែលជាការចង់សង្ខេបសរុបទៅលើការជជែកពិភាក្សារបស់យើងផងដែរនោះគឺថាដើម្បីយើងគ្រប់គ្រងហិរញ្ញវត្ថុបានគឺយើងត្រូវមានការកត់ត្រាចាការកត់ត្រាហេតុអីបានការកត់ត្រាសំខាន់ព្រោះវាជាព័ត៌មានសម្រាប់ឲ្យយើងធ្វើការគិតពិចារណាវិភាគហើយធ្វើការសម្រេចចិត្តនៅក្នុងដំណើរជីវិតហិរញ្ញវត្ថុរបស់យើងទៅមុខទៀតតកតងទៅនឹងរឿងលុយកាក់នេះតែម្ដងព្រោះថាគុណភាពជីវិតរបស់យើងវាអាស្រ័យទាំងស្រុងទៅលើគុណភាពនៃការសម្រេចចិត្តហើយគុណភាពនៃការសម្រេចចិត្តវាអាស្រ័យទៅលើគុណភាពនៃការគិតហើយគុណភាពនៃការគិតវាអាស្រ័យទាំងស្រុងទៅលើគុណភាពព័ត៌មានប៉ុន្តែបញ្ហារបស់បងប្អូនមួយចំនួនអត់មានព័ត៌មានច្បាស់លាស់អត់មានរឿងព័ត៌មានរឿងចំណូលច្បាស់លាស់អត់មានព័ត៌មានចំណាយច្បាស់លាស់អត់មានព័ត៌មានខ្ចីគេច្បាស់លាស់អត់មានព័ត៌មានសន្សំច្បាស់លាស់គឺធ្វើឲ្យមានបញ្ហានៅក្នុងការគ្រប់គ្រងអញ្ចឹងធ្វើឲ្យចាយស
ល់ថ្ងៃអត់សល់លុយពេលខ្លះបាទនៅក្នុងក្រុមគ្រួសារគឺមានបញ្ហាដូចគ្នាចា៎អញ្ចឹងនេះជាចំណុចសំខាន់ហើយសង្ឃឹមថាកម្មវិធីជីវិតនឹងលុយនឹងបានផ្ដល់ជូននៅព័ត៌មានល្អៗកតិបណ្ឌិតល្អៗដើម្បីបងប្អូនធ្វើការពិចារណាសម្រាប់ដឹកនាំជីវិតរបស់យើងឈានទៅរកភាពរីកលូតលាស់ក្នុងជីវភាពគ្រួសារក៏ដូចជាការចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ក៏ដូចជាប្រទេសជាតិយើងផងដែរចាសូមអរគុណដល់បងបូរ៉េចាកម្មវិធីរបស់យើងដំណើរការទៅបានដោយមានការចូលរួមផលិតដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ Oiko Credit វិទ្យាស្ថានអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានិងអង្គការការណាហ្វាន់អន្តរជាតិចាជ្រាបក្នុងការពេលនេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងវិក្មិនគឺបងបូរ៉ាដែលតែងតែចំណាយពេលវេលាយ៉ាងមានតម្លៃចូលរួមនៅក្នុងកម្មវិធីរបស់យើងគឺកម្មវិធីជីវិតនឹងលុយដើម្បីចែកចាយនៅបទពិសោធន៍ដ៏ល្អសម្រាប់ជូនដល់ប្រិយមិត្តអ្នកស្ដាប់របស់យើងទាំងអស់គ្នាផងដែរចាប្រិយមិត្តទាំងអស់គ្នាសូមកុំភ្លេចតាមដានស្ដាប់ជាមួយនឹងកម្មវិធីជីវិតនឹងលុយនៅរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យវេលាម៉ោង 12 ដល់ម៉ោង 1 ថ្ងៃត្រង់នៅវិទ្យុទន្លេរាជធានីភ្នំពេញនិងវិទ្យុក្រុងសៀមរាប FM 102.5 MHz ចាសម្រាប់សប្តាហ៍ក្រោយយើងនឹងជជែកពិភាក្សាតាក់ទងជាមួយនឹងបញ្ហាការគិតដែលនាំឲ្យមាននិងការគិតដែលនាំឲ្យក្រផងដែរចាហើយអញ្ចឹងសូមប្រិយមិត្តទាំងនេះខ្ញុំសូមគោរពជូនពរដល់ប្រិយមិត្តទាំងអស់គ្នាសូមឲ្យមានសុខភាពល្អទទួលទានមានបានជាពិសេសសូមឲ្យមានសេចក្តីសុខនៅក្នុងក្រុមគ្រួសារចាក្នុងខណៈពេលនេះនាងខ្ញុំចិត្រាជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីជីវិតនឹងលុយរួមជាមួយនឹងលោកវិក្មិនគឺលោកអំសេងបូរ៉ាសូមអរគុណសូមជម្រាបលាជួបគ្នានៅសប្តាហ៍ក្រោយទៀតចាសូមជូនកម្មវិធីជីវិតនឹងលុយហើយហេតុអ្វីបានជាមនុស្សជាច្រើននៅក្នុងលោកនេះប្រឈមមុខទៅនឹងចំណោទបញ្ហាជីវិតច្រើនម្ល៉េះណោះហើយតើធ្វើយ៉ាងណាដើម្បីឲ្យជីវិតនេះមានភាពជោគជ័យនិងមានសេចក្តីសុខទៅណោះតើណែធ្វើយ៉ាងណាដើម្បីឲ្យជីវិតមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុណោះហើយតើអ្នកក្រអ្នកមធ្យមនិងអ្នកមានគេមានផ្នត់គំនិតខុសគ្នាយ៉ាងដូចម្ដេចណាដើម្បីរកដំណោះស្រាយទាំងនេះសូមតាមដានស្ដាប់កម្មវិធីជីវិតនឹងលុយដែលធ្វើការពិភាក្សានិងផ្សាយផ្ទាល់នៅរៀងរាល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យចាប់ពីម៉ោង 12 ដល់ម៉ោង 1 ថ្ងៃត្រង់នៅស្ថានីយ៍វិទ្យុទន្លេរាជធានីភ្នំពេញនិងស្ថានីយ៍វិទ្យុក្រុងសៀមរាប FM 102.5 MHz សូមចូលរួមជាមួយនឹងយើងខ្ញុំនៅក្នុងកម្មវិធីនេះដើម្បីទទួលបានរង្វាន់ពិសេសកម្មវិធីនេះដឹកនាំដោយលោកអំសេងបូរ៉ាគាំទ្រការផលិតដោយស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ Oiko Credit វិទ្យាស្ថានអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានិងអង្គការការណាហ្វាន់អន្តរជាតិសូមកុំភ្លេចតាមដានស្ដាប់កម្មវិធីជីវិតនឹងលុយធ្វើឲ្យជីវិតកាន់តែប្រសើរឡើង